ម៉ូតូជិះឡានមកឬមួយជិះកង់អីមកចឹងឮហៅគេរហូតជំរាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូរៀបរឿងពិតរបស់ខ្ញុំបាទម្ដងទៀតហើយភាគ5ទាំងអស់គ្នាបាទរឿងនេះគឺអត់បានរឿងមួយយកមកនិយាយឬមួយក៏បកស្រាយអីអ្នកណាដែលប្រាប់ខ្ញុំមកបកស្រាយអីចឹងណាអត់មានទេបងប្អូនថ្ងៃនេះគឺខ្ញុំឃើញវីដេអូមួយនៅក្នុង account របស់បងប្រុសម្នាក់គាត់បានថតជាប់ជាមួយនឹងខ្មោចបាទឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅមើលវីដេអូនឹងទាំងអស់គ្នាតោះល្បីខ្លាំងកន្លែងហ្នឹងបងបាទគឺគាត់ដើរថតនៅចាក់ដីព្រោះគាត់ថាកន្លែងហ្នឹងគឺមានឮហៅគេរហូតគេជិះម៉ូតូជិះឡានមកឬមួយជិះកង់អីមកចឹងឮហៅគេរហូតតែលងគេឈរហៅគេនៅពេលយប់ស្ងាត់ពេលយើងចូលមកដល់គឺយើងមានអារម្មណ៍ថាស្រួលខ្លួនខ្លាំងទៅកន្លែងនេះគឺមានបានពោមានចាក់ដីចាស់បុរាណមួយបងប្អូនឃើញហ្នឹងយ៉ាជួយពិនិត្យមើលអូអ្នកនរគ្នាគ្រាន់តែឃើញគឺមានអារម្មណ៍ថាព្រឺព្រួយតែម្ដងអ្នកនរគ្នាខ្ញុំបាទពេជ្រសិលាបើតាមដំណើរអ្នកស្រុកយប់ស្ងាត់គឺគេមិនហ៊ានមកនៅកន្លែងនេះទេបាទមិនហ៊ានមកទេដោយសារតែទោះឲ្យបងប្រុសក៏មានកម្រៃហ៊ានម្លេះតែតែកន្លងគេទាំងយប់លងទាំងបើហ៊ានទៅថតម្លេះបងនេះគឺចែកដីមួយដែលមានអាយុកាលយូរមកហើយអូអ្នកនរគ្នាព្រឺព្រួយព្រឺរោមអត់បាទអ្នកគ្នាកន្លែងហ្នឹងគឺជាកន្លែងដែលមានចាត់ដីចាស់មួយហើយដើមពូននៅចិត្តហ្នឹងអញ្ចឹងហើយបងប្រុសនឹងមានគេប្រាប់រាយការណ៍មកប្រាប់គាត់ថាកន្លែងហ្នឹងឲ្យតែមានឡានម៉ូតូជិះយប់កាត់យប់ជ្រៅអីចឹងគឺដឹងតែហៅឈ្មោះហៅយើងឈប់ឬមួយក៏ហៅយើងសុំជិះដែរអីចឹងទៅហើយធ្វើឲ្យយើងឃើញអីនៅហ្នឹងអញ្ចឹងណាអ្នកគ្នាចឹងមិនថាអ្នកដែលជិះម៉ូតូយប់ប្រឡប់បាច់ជិះយប់ជ្រៅពេកទេអ្នកគ្នាអ្នកដែលជឿគឺជឿចុះអ្នកដែលមិនជឿក៏តាមនឹងអញ្ចឹងណាបើសិនជាជួបផ្ទាល់គឺអាចនឹងជឿហើយបាទអ្នកគ្នាវីដេអូយើងក៏ឈានដល់ទីបញ្ចប់អ្នកគ្នាកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបាទអរគុណច្រើន